របៀបប្រើប្រាស់ម្សៅប៊ី Lucky Code Lucky Skim Code Instruction ជាម្សៅប៊ីមានជាតិកែវច្រើនសម្រាប់ប៊ីជញ្ជាំងខាងក្រៅខាងក្នុងចាស់និងថ្មីត្រូវទុកផ្ទៃជញ្ជាំងរយៈពេល20ទៅ30ថ្ងៃបន្ទាប់មកត្រូវខាត់គ្រាប់ខ្សាច់និងធូលីដីចេញពីជញ្ជាំងឲ្យអស់ព្រោះវាធ្វើឲ្យបណ្ដាញតោងជាប់ត្រូវសម្អាតជញ្ជាំងឬបាញ់សម្អាតឲ្យស្អាតមុននឹងប៊ីម្សៅឬថ្នាំពីលើម្សៅប៊ីមួយបាវទម្ងន់25គីឡូក្រាមត្រូវលាយជាមួយទឹកពី12លីត្រទៅ12លីត្រកន្លះត្រូវចាក់ទឹកស្អាតចូលធុងជាមុនរួចចាក់ម្សៅចូលតាមក្រោយហើយកូរដោយម៉ាស៊ីនដើម្បីធ្វើឲ្យម្សៅទាំងអស់រលាយចូលសាច់តែមួយត្រូវយកម្សៅទៅបៀកចំនួន3ស្រទាប់នីមួយៗមានកម្រាស់1មីលីម៉ែត្រការបៀកម្សៅស្រទាប់ទី1គឺដើម្បីផ្ចិតស្នាមប្រេះនិងស្នាមតូចៗនៅលើជញ្ជាំងការបៀកម្សៅស្រទាប់ទី2គឺដើម្បីបង្កើនកម្រាស់និងផ្ទៃឲ្យបានរាបស្មើល្អក្នុងមួយស្រទាប់ត្រូវរងចាំឲ្យស្ងួតរយៈពេលពី2ទៅ4ម៉ោងការបៀកម្សៅស្រទាប់ទី3គឺដើម្បីបង្កើនកម្រាស់និងផ្ទៃឲ្យកាន់តែរាបស្មើត្រូវធ្វើការសីនៅពេលដែលម្សៅបៀកស្ងួត 80% ដើម្បីឲ្យផ្ទៃមានភាពរឹងមាំរាបស្មើនិងភ្លឺរលោងត្រូវរងចាំ24ម៉ោងទើបលាបថ្នាំទ្រនាប់បានដើម្បីទទួលបានគុណភាពស្តង់ដារក្នុងការប្រើប្រាស់នៅផលិតផលនេះអតិថិជនគួរក៏បីអនុវត្តតាមបច្ចេកទេសដែលបានរៀបរាប់ដូចខាងលើ Lucky Pen ថ្នាំលាបនាំសំណាង